ការខ្ញុំចាប់ទី12ដំបូងគឺខ្ញុំមានគោលដៅផ្សេងលក្ខណៈថាក្នុងយើងរៀនគណិតរៀនគ្រាន់បើអញ្ចឹងទៅក៏យើងចង់ប្រឡងគ្រូឬក៏យើងមករៀននៅសាកលមុខវិជ្ជាគណិតអញ្ចឹងណាក៏ប៉ុន្តែខ្ញុំជឿថា80%ដែលទាំងអស់គ្នាដូចខ្ញុំដែលរៀនទី12គឺមានគោលដៅផ្សេងហើយចប់ទី12មានគោលដៅផ្សឹងមួយទៀតគឺអារម្មណ៍ពីរគឺខុសគ្នាទាំងពីរតែម្ដងអញ្ចឹងថ្ងៃនេះគឺយើងមកជជែកវែកញែកទៅនឹងប្រធានបទមួយដែលខ្ញុំបានឆ្លងកាត់ផ្ទាល់ដែលចប់ទី12ហើយនឹងការងារដែលខ្ញុំធ្វើបច្ចុប្បន្នហ្នឹងអញ្ចឹងថាការទី12គឺខ្ញុំមានគោលដៅផ្សេងហើយនៅពេលដែលខ្ញុំចូលមករៀនសាកលគឺមានគោលដៅផ្សឹងមួយទៀតអញ្ចឹងទៅដោយសារតើគោលដៅពីរហ្នឹងគឺខុសគ្នាផ្ទុយឆ្លាស់តែម្ដងហើយយើងគិតមើលទៅទាំងអស់គ្នាហើយក៏សូមស្វាគមន៍ទាំងអស់គ្នាមកកាន់វីដេអូថ្មីរបស់ខ្ញុំហើយវីដេអូនេះដែរគឺដូចជា podcast ដែរអញ្ចឹងដោយសារតើប្រហែលថ្ងៃមុនគឺខ្ញុំបាន post ទៅលើ poster មួយតាក់ទងទៅនឹងខ្ញុំដាក់តាវងវែងគោលដៅនៅក្នុងសាកលអីអញ្ចឹងទៅហើយក៏មានគ្នាយើងចាប់អារម្មណ៍ជាច្រើនផងដែរនៅលើposter មួយហ្នឹងគឺឃើញ like រៀងច្រើនដែរសម្រាប់ខ្ញុំអញ្ចឹងថ្ងៃនេះគឺយើងមកជជែកវែកញែកពីប្រធានបទមួយតាក់ទងទៅនឹងការវង្វេងរៀននៅក្នុងសាកលវិទ្យាល័យអញ្ចឹងទៅដោយសារតែនេះវាជាបទពិសោធន៍របស់ខ្ញុំហើយទាំងអស់គ្នាអាចនឹងដូចខ្ញុំឬក៏ខុសខ្ញុំអីទាំងអស់គ្នាអាចស្ដាប់ហើយជួយ comment ម្នាក់មួយផងថាទាំងអស់គ្នាស្ដីខ្ញុំឬក៏មិនដែរដោយសារតែយើងមានបទពិសោធន៍ឬក៏ការដើរនៅខុសគ្នាអញ្ចឹងទៅការខ្ញុំចាប់ទី12ដំបូងគឺខ្ញុំមានគោលដៅផ្សេងលក្ខណៈថាក្នុងយើងរៀនគណិតរៀនគ្រាន់បើអញ្ចឹងទៅក៏យើងចង់ប្រឡងគ្រូឬក៏យើងមករៀននៅសាកលមុខវិជ្ជាគណិតអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលយើងចប់សាកលវឹបហើយយើងចប់វិទ្យាល័យវឹបស្រាប់តខ្ញុំទទួលបានអាហារូបករណ៍ 100% រៀននៅសាកលវិទ្យាល័យរូលហើយកាលនោះខ្ញុំដាក់ដូចជាសេដ្ឋកិច្ចព័ត៌មានវិទ្យាអញ្ចឹងទៅដល់ពេលអញ្ចឹងក៏យើងអូខេយើងមករៀនអាហារូបករណ៍យើងអត់បានទៅរៀនបញ្ញាបត្រគណិតអញ្ចឹងទេតបមកយើងក៏មករៀនយើងស្មានតែរៀនលក្ខណៈថាដូចនៅវិទ្យាល័យយើងគ្រូប្រាប់គ្រូបង្ហាញអីចឹងណានៅពេលដែលយើងមកទៅក៏វ៉ាវខុសគ្នាដាច់ហ្មងលក្ខណៈថាមានកូដផងមានអីផងចឹងណាវានិយាយរួមទៅគឺយើងចាប់កុំព្យូទ័រមិនសូវបានផងហើយក៏បែកកំណត់ចាប់ដើមចាប់គោលដៅផ្សេងមួយទៀតគឺប្រឡងមន្ត្រីរាជការណាមួយចឹងទៅប្រឡងរយៈពេលដូចជា2ឆ្នាំជាងគឺខ្ញុំឆ្នាំទី1និងឆ្នាំទី2គឺវែងគោលដៅហ្មងគឺអត់ដឹងចាប់អីទេហើយចេះដល់អីអាការរៀននៅឆ្នាំទី1ហ្នឹងគឺមានជំនាញមួយគឺ graphic design ហ្នឹងហើយក៏មើលទៅក៏អូខេ graphic design លយតែឃើញគេទាញ element អីយកមកផ្គុំទៅបានតែជារូបមួយចឹងទៅតែតើថាកាលនោះយើងអត់ធ្វើបដោតយើងអត់ធ្វើ focus ខ្លាំងហ្មងទេដល់ factor របៀបថាយើងលេខច្រើនលក្ខណៈយើងអត់ធ្វើបដោតណាកាលនោះយើងអត់ដឹងថាខ្ញុំគិតអីដែរកាលនោះហើយក៏យើងប្រឡងមន្ត្រីរាជការអីទៅវាបរាជ័យរហូតចឹងណាទាំងអស់គ្នាហើយក៏កាលនោះខ្ញុំរៀនវេនថ្ងៃក៏ចូលធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំរាល់ថ្ងៃហ្នឹងតែទោះថាកាលនោះខ្ញុំធ្វើ part time ទេធ្វើ part time ហ្នឹងគឺផ្នែកផ្សេងផ្នែកលក់អង្ក្រៅចឹងណាហើយក៏លក់អីធ្វើការដូចជាចិត្តកន្លះឆ្នាំបានស្គាល់បងមួយខ្ញុំចង់ឆាត់ឲ្យទៅបងសម្រេចដែលគាត់បានណែនាំខ្ញុំក៏ដូចជាគ្រូរបស់ខ្ញុំដែរដែលគាត់បង្ហាញផ្លូវខ្ញុំឲ្យខ្ញុំមកដល់នៅចំណុចនេះដែលអាចនិយាយ podcast ឬក៏ធ្វើ poster ឲ្យទាំងអស់គ្នាមើលរាល់ថ្ងៃចឹងទៅក៏ហ្វូនាំគាត់ដោយសារតែគាត់ជា freelancer ចឹងណាគាត់ទៅថតទៅអីចឹងទៅហើយយើងហ្វូនាំគាត់រឿង poster រឿងអីចឹងទាំងអស់គ្នាហ្វូគាត់អីចឹងហើយក៏ខ្ញុំ
chư cái nông chư tới có ve ấy hỏi có từ frog dẹp về được chỉ chất bay khai chiên đáy cái nông có từ frog tới tình ấy ở đằng thời ấy có tiền cầm tờ máu có mờ ở đằng ngày nông lệ cái nào than đi phai chứ rồi có mấy nhưng mà đằng này tao kia tiền cầm tờ máu pháp tờ từ châu Photoshop ấy này chẳng tới có từ mờ YouTube bịp thơ poster ấy chẳng có khơi về tàu máy dương thơ tới có dương riêng thơ tam kê cho láng mẹ làm thắc luôn anh phải lạnh cho nên nặng yeah và tại vì dương thọ ban riêng về cả năm thì mùi phòng đai chẳng tái dương ở phải bắt đầu tệ đỏ lực đấy chẳng thà ok dùng mờ tới cho nên nắng cứ dương phải lạnh đại chẳng có dương bắt đầu dương ấy là hồ dương phụ bom phẩm rải phong nhom riêng luôn anh phong phải chịu luôn anh phong có riêng con bà từต่อปีกรอนบายห้อยก็บองสำรัยคือก่อนนายนอมtừเมย์บอญมได้ญมเธอการวางไงนั้นจังไอ้ญมเธอเป็นเมาก็กวดหายญมเธอเป็นเมามือกวดจังtừห้อยก็โอเคกวดใหญ่จมูกยังห้อยก็ยังโจเธอการเป็นเมาtớiเปได้ยังโจเธอการเป็นเมาตัวบงตัวออกเนี่ยคือเรียกกันนะท่าviệc khâu khnia phân tầm rồi bắt phật được kề mong và tại dương phật phấn lụ có phải nâng cài tệ đó bây giờ chồng mà đi pha bình màu mới quất phê như này chẳng những bạn bật phật mây mùi tiết chẳng tỏ máu những độc hạt ấy cho lan tới có ban phần năng từ hay anh ấy nhóm mình toàn thà nhóm vì lọt cho được cái tới tỏ thế dương đăng bị càng nghiệp bảo dương thà dương chọn bạn ấy luôn dươngហើយសម្រាប់ទាំងអស់គ្នាដែលទៅតែចាប់ដើមឆ្នាំទី1ឬក៏ឆ្នាំទី2អីកុំទាន់អាបាក់ទឹកចិត្តថាអូខ្ញុំចាប់ជំនាញនេះខុសចាប់ជំនាញនោះខុសអត់អីទេទាំងអស់គ្នាសំខាន់ទាំងអស់គ្នាមានគោលដៅអត់ឬក៏សាកល្បងធ្វើអ្វីមួយចឹងទៅចូល intern ចូលតាណាឬក៏ការងារហាត់ការណាមួយចឹងធ្វើឲ្យយើងស្គាល់ខ្លួនយើងកាន់តែច្បាស់ដូចខ្ញុំចឹងខ្ញុំឆ្នាំទី1ក៏ដៅផ្សេងឆ្នាំទី2ក៏ដៅផ្សេងដល់ពេលយើងចូលធ្វើការយើងស្គាល់យើងអីចឹងទៅក៏រកឃើញគោលដៅខ្លួនយើងឬក៏ color របស់យើងថាយើងមកផ្លូវហ្នឹងចឹងទៅហើយខ្ញុំក៏ឆាត់ឲ្យទៅមេរបស់ខ្ញុំដែរក៏ដូចជាបងសម្រាប់ដែរដែលគាត់បង្ហាញផ្លូវខ្ញុំរហូតមកដល់ឥឡូវនេះឲ្យលក្ខណៈថាស្នាដៃពីមួយទៅមួយចឹងយើងអាប់ម្ដងតិចចឹងទៅចឹង podcast នេះសង្ឃឹមថាទាំងអស់គ្នាស្ដាប់ហើយទទួលបាននៅបទសោតអីខ្លះឬក៏មានបទសោតអីថ្មីអាច comment នៅក្នុង channel YouTube របស់ខ្ញុំបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ